បាទជម្រាបសួរវីដេអូនេះខ្ញុំនិយាយនៅក្នុងថ្ងៃទី29ខែមេសាឆ្នាំ2026វេលាម៉ោង 5:40 នាទីជាងហើយវីដេអូនេះគឺចង់និយាយអំពីប្រសិនបើខ្ញុំផ្ទុះវីដេអូមានអ្នកស្គាល់ច្រើនដែលយើងហៅថាវីដេអូល្បីធ្វើឲ្យអ្នកផ្សេងគាត់ស្គាល់ច្រើនបាទហើយខ្ញុំស្រាប់តែមានអ្នកផ្សេងសុំឲ្យខ្ញុំជួយគឺខ្ញុំនឹងជួយបាទនឹងជួយក៏ប៉ុន្តែខ្ញុំជួយតែអ្នកដែលខ្ញុំត្រូវជួយបាទនិយាយថាអ្នកដែលខ្ញុំត្រូវជួយហើយអ្វីដែលជាក់ស្ដែងដូចការជួយដូចវីដេអូរបស់ប្រូស្នាគាត់ឈ្មោះស្នាដែលគាត់ល្បីដែលគាត់ផ្ទុះវីដេអូគាត់នេះទៅជួយអ្នកជំងឺជួយបងស្រីណាឈឺហ្នឹងហើយអង្គអង្គើរឿងលុយណាបាទគឺទង្វើបែបនោះខ្ញុំអត់ដឹងខ្ញុំអត់បាននិយាយថាគាត់ល្អឬអាក្រក់តែបើសិនជាមានទង្វើបែបនោះខ្ញុំអត់ធ្វើនោះទេប្រសិនបើខ្ញុំចង់ជួយម្នាក់នោះដែលគាត់និយាយខ្លួនគាត់តែឈឺគឺខ្ញុំមិនសុំលុយបងប្អូននោះទេខ្ញុំមិនសុំលុយអ្នកសប្បុរសជននោះទេគឺខ្ញុំចេញលុយខ្លួនខ្ញុំតិចឬច្រើនខ្ញុំជួយខ្លួនខ្ញុំបើគេបោកខ្ញុំមិនទៅបោកសប្បុរសជនទេអញ្ចឹងប្រសិនបើគាត់បោកអញ្ចឹងមានន័យថាខ្ញុំក៏បោកសប្បុរសជនដែរអញ្ចឹងថ្ងៃក្រោយអត់មានណាទុកចិត្តខ្ញុំទេបាទហើយសូមបញ្ជាក់ថាប្រសិនបើខ្ញុំល្បីហើយតាមបណ្ដាខេត្តសុំប្រហែលជាខ្ញុំបដិសេធហើយព្រោះខ្ញុំរស់នៅទឹកដីខេត្តសៀមរាបនេះនៅភូមិលំទាវខុបរលួសស្រុកសត្វបកងខេត្តសៀមរាបបាទហើយខ្ញុំជួយទៅលើសាលារៀនច្រើនសាលារៀននៅក្នុងទឹកដីខេត្តសៀមរាបខ្ញុំសម្បូរសាលាអត់ច្រើនបាទខ្ញុំនឹងព្យាយាមជួយសាលាអ្វីដែលខ្ញុំនឹងអាចជួយបានតាមលុយកាក់ដែលខ្ញុំមានតាមសមត្ថភាពដែលខ្ញុំសុំទៅលើសប្បុរសជនបានប៉ុណ្ណាខ្ញុំនឹងជួយសាលាប៉ុណ្ណោះបាទតែខ្ញុំសូមបដិសេធថាខ្ញុំមិនសុំលុយបងប្អូនទាំងអស់គ្នាអ៊ំពូមីងទាំងអស់គ្នានោះទៅជួយបុគ្គលនោះទេគឺខ្ញុំសុំលុយទៅជួយមន្ទីរពេទ្យឬក៏សាលារៀនបាទបើចំពោះថាទៅសុំលុយបងប្អូនហើយទៅជួយជនក្រីក្រគឺដាច់ខាតខ្ញុំអត់សុំទេបាទខ្ញុំអត់សុំទេព្រោះខ្ញុំខ្លាចគេបោកខ្ញុំដែរខ្លាចក្រមិនពិតអញ្ចឹងធ្វើឲ្យចិត្តខ្ញុំទន់ខ្ញុំសុំលុយបងប្អូនទាំងអស់គ្នាគេបោកខ្ញុំអញ្ចឹងមានន័យថាខ្ញុំបោកបងប្អូនទាំងអស់គ្នាដែរបាទអញ្ចឹងខ្ញុំអត់ធ្វើទេបើខ្ញុំនិយាយមកទៀតបើខ្ញុំធ្វើលុយខ្លួនខ្ញុំអត់ឲ្យប៉ះពាល់លុយបងប្អូននោះទេអានេះខ្ញុំនិយាយបង្ការទុកជាមុនហើយប្រសិនបើវីដេអូខ្ញុំល្បីបាទដែលយើងតែហៅថាផ្ទុះណាបើសិនជាធ្វើឲ្យវីដេអូល្បីហើយខ្លួនខ្ញុំល្បីមានអ្នកស្គាល់ច្រើនអាចសុំលុយអ្នកមានបានច្រើនដោយវីដេអូប្រូស្នានោះគាត់សុំលុយបានច្រើនដល់ខ្ទង់$1000បាទតែខ្ញុំមើលទៅសមត្ថភាពខ្ញុំបច្ចុប្បន្នហ្នឹងអត់ទាន់មានដល់ទេបាទបើសិនជាអាចដល់គឺប្រហែលគាត់ដែរមិនខ្វះទេអញ្ចឹងខ្ញុំជឿជាក់ថាបើខ្ញុំអាចសុំបានដល់ប៉ុណ្ណឹងសាលារៀនច្រើនណាស់ដែលខ្ញុំត្រូវជួយបាទព្រោះយើងជួយអស់ត្រឹម300-400មិនដល់1000នេះខ្ទង់1000ខ្ញុំមិនហ៊ានជួយទេចាត់ច្រើនណាស់បាទ5នាទី4នាទីជាងហើយក៏អត់មានអីច្រើនដែរគឺមានតែពាក្យថាសូមអរគុណដែលបានជឿជាក់លើខ្ញុំកន្លងមកហើយលុយដែលខ្ញុំសុំមកគឺមិនយកលុយនឹងទៅបម្រើការខ្លួនឯងនោះទេខ្ញុំសុំលុយបងប្អូនទាំងអស់គ្នាទៅធ្វើអីគឺខ្ញុំយកលុយនោះទៅធ្វើឲ្យចំណងដែលខ្ញុំប្រាប់តែធ្វើនឹងឯងគឺមិនប្រះចាកពីប្រធាននោះទេបាទ
សូមអរគុណសូមជម្រាបលា